ជនជាតិខ្មែរពួកយើងថែដែនសីមារួក្នុងរដ្ឋថាមន្ត្រីការគេមកបកពីយើងមានទឹកដីដល់ប្រពៃមហាសច្ចាជាតិយើងថ្លៃថ្លាមិនដេចកូនអ្នកចង់មក I want to say to the world, Cambodia don't want war. We need peace, but peace was taken from us. បងហើសុំនាងសូសៀងសៀងទៅដល់បេះដូងនាងស្ដាប់រៀបរាប់រឿងពិតពីរឿងក្នុងចិត្តដែលខ្ញុំឈឺចាំពេលឃើញជាងសាំងខ្មែរគេបំពេញរហូតដល់ស្លាប់លើកចង់បិចមកចាចាញ់ខ្លាំងខ្លាយរឿងរ៉ាវដែលខ្ញុំចង់ប្រាំទូពេលីជីវិតក៏ដើម្បីមានទុកភូមិមុនស្លាប់មានមីមួយកញ្ចប់ពងទាមួយក្របអោបជាប់ទ្រូងគ្រួសារដែលនៅផ្ទះក៏អស់សង្ឃឹមបានជួបជុំរាខ្មែរឃើញហើយស្រណោះបានត្រឹមតែនឹមវាស្រែកយំងាកមើលជនភាសឹងសុំងំពូនៅក្នុងព្រៃក្មេងរៀនគ្មានសាលាអាហារក៏គ្មានសម្រាប់ឆៃចាចោលផ្ទះសំបែងក៏ព្រោះតែខ្លាចពួកសៀមប្រឡ័យយោមិនធ្វើជាដំបូកខ្នើយមួយភួយមួយក្នុងជាប់ដីជីវិតនេះទុកជូនជៀនធាតនេះទុកជូនអ្នកម្ដាយកាយទុកឲ្យអូនអ្នកបូជាព្រោះបងត្រូវឃ្លាតទៅឆ្ងាយហើយពេលដែលបងចាចេញទៅសង្ឃឹមថាអូនមិនឈឺចាប់មានឈ្មោះធ្វើជាទើហ៊ានត្រូវតែពលីមិនខ្លាចស្លាប់ខ្លោចចិត្តខ្លាំងណាស់ពេលឃើញចាស់ចាស់ដេកក្នុងត្រង់សេទីរត់ទៅតែនឹងកាត់បែកជាមកខ្លងសំលេងក្របដេកងទ័ពនៅជួរមុខខំប្រឹងតស៊ូមិនបានទុំទេត្រាំត្រែងក្នុងភ្លើងសង្គ្រាមក៏ដើម្បីតែទឹកដីខ្មែរតើអ្នកជឿទេពេលដែលគេធ្វើដល់យើងបែបនេះប្រពន្ធកូនស្រីដងហើអូនរងចាំបងនៅកន្លែងនេះសម្រេចនៃការឈឺចាប់កូនចង់ហើយប៉ាត្រឡប់មកផ្ទះតែមិនដឹងត្រូវធ្វើយ៉ាងណាមានតែប្រណមបង្គំបនព្រះយើងចង់បានតែសន្តិភាពមិនដាក់គំនិតជាតិសាសន៍ដទៃហើយវិញអ្នកចង់បានសង្គ្រាមដូចជារបបពូជសាសន៍ប្រឡាញ់សប្បាយចិត្តណាស់តើមែនទេពេលឃើញមនុស្សស្លាប់ពីពេញដីឬសន្តិភាពចំពោះមុខអ្នកផ្លុំវាចោលដូចផ្សែងបារីសូមលើកដៃបួងសួងដោយអស់អារុកអារៈអ្នកតាជួយជំរុញកងទ័ពជួមមុខឲ្យមានកម្លាំងខ្លាំងដូចយក្សសាវាសម្រក់សម្បុកទ័ពខ្មាំងហើយយកមកវិញនៅជ័យជំនះតាពួកយើងស្រែកថាជ័យយោទ័ពកម្ពុជាយើងត្រូវតែឈ្នះជ័យយោជនជាតិខ្មែរពួកយើងថែដែនសីមារួក្នុងរដ្ឋថាមន្ត្រីការគេមកបកពីយើងមានទឹកដីដល់ប្រពៃមហាសច្ចាជាតិយើងថ្លៃថ្លាមិនដេចកូនអ្នកចង់មកឆ្លៀតពី I